បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីសម្រាប់ចែករំលែកជូនបងប្អូនទាំងគ្នាទៀតហើយបាទពាក់ព័ន្ធជាមួយនឹងប្រព័ន្ធ Smart Home ប្រព័ន្ធ Smart Home អញ្ចឹងសម្រាប់ប្រព័ន្ធ Smart Home យើងធ្វើការ control បានជាច្រើនដូចជាអំពូលភ្លើងម៉ាស៊ីនត្រជាក់ជាមួយនឹងវាំងនឿនជាដើមបាទតែថ្ងៃនេះខ្ញុំលើកយកការ control វាំងនឿនជូនបងប្អូនទាំងអស់គ្នាមើលបាទអញ្ចឹងខ្ញុំមានទូរស័ព្ទសម្រាប់ control ដែលខ្ញុំមាន app ក៏ដូចជាខ្ញុំបាន add វាំងនឿនទាំង3នឹងចូលមកក្នុងទូរស័ព្ទដៃខ្ញុំអស់ហើយអញ្ចឹងខ្ញុំនឹងធ្វើការបញ្ជាទៅលើវាំងនឿនទី1ទី2ទី3បាទហ្នឹងហើយអញ្ចឹងសម្រាប់វាំងនឿនទី1ទី2ទី3នេះគឺខ្ញុំបានកំណត់ឈ្មោះលើទូរស័ព្ទដៃហ្នឹងហើយអញ្ចឹងចូលមក roll up line សម្រាប់ snocker ហ្នឹងហើយអញ្ចឹងសម្រាប់ទីតាំងវាំងនឿន1 2 3ហ្នឹងខ្ញុំបានកំណត់ឈ្មោះវារៀបរយបាទអញ្ចឹងគឺឈ្មោះវាគឺលេខ7លេខ8លេខ9បាទអញ្ចឹងខ្ញុំនឹងធ្វើការបញ្ជាតាមរយៈទូរស័ព្ទដៃទៅកាន់វាំងនឿនទាំង3ហ្នឹងឥឡូវហ្នឹងបាទហ្នឹងហើយអញ្ចឹងខ្ញុំនឹងបញ្ជាបិទវាំងនឿនលេខ7ខ្ញុំចុចបញ្ជាហ្នឹងមកនេះបាទនឹងវាំងនឿនលេខ7នឹងត្រូវបានបិទបាទហើយសម្រាប់លេខ8បញ្ជាដូចគ្នាលេខ8នេះបាទវាចុះមកដូចគ្នាបាទនេះហ្នឹងហើយមានលេខ9បាទអរគុណបានឃើញហ្នឹងហើយបាទហើយបាទដូចបងប្អូនទាំងគ្នាបានឃើញបាទគឺវាំងនឿនទាំង3ហ្នឹងគឺបានបិទដោយជោគជ័យបាទដែលយើងត្រូវតាមរយៈទូរស័ព្ទដៃបាទហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការបើកវាំងនឿនទាំង3ហ្នឹងវិញតាមរយៈទូរស័ព្ទដៃដូចគ្នាបាទអញ្ចឹងមុនហ្នឹងគឺខ្ញុំបានបើកទៅលើវាំងនឿនលេខ7បើកទៅលើវាំងនឿនលេខ7លេខ8លេខ9អញ្ចឹងខ្ញុំធ្វើការបើកទៅបាទអញ្ចឹងបើកទៅលេខ7បើកលេខ8លេខ9បាទអញ្ចឹងវាំងនឿនគឺត្រូវបានបើកតាមលេខរៀងដែលយើងបានចុចបាទហើយមិនតែប៉ុណ្ណោះក៏យើងអាច check មើលទៅលើ status នៃវាំងនឿនរបស់បានដែរបាទអញ្ចឹងstatus វានឹង note ប្រាប់យើងនៅនេះបាទបើសិនជាវាំងនឿនយើងបើកវានឹងប្រាប់ថាបើក open អញ្ចឹងបើសិនជាវាំងនឿនយើងបិទវានឹងប្រាប់ថា close ទៅលើ status កតុយនឹងសម្រាប់ device មួយបាទហ្នឹងហើយអញ្ចឹងវាំងនឿនត្រូវបានបើកដោយជោគជ័យបាទហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នា